សូមអរគុណចំពោះសំណួររបស់អូនបាទខ្ញុំសូមរៀបរាប់បន្តិចកាលពីមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកន្លងផុតទៅគឺនៅពេលនោះខ្ញុំគឺបានជម្រាបទៅអង្គមហាសន្និបាតហើយសម្ភាសជាមួយអ្នកសារព័ត៌មានគឺពាក់ព័ន្ធជាមួយនឹងការចាប់ផ្ដើមការអភិវឌ្ឍគឺផ្នត់គំនិតលេងបាល់ទាត់ចេញពីមត្តេយ្យសាលាហើយនៅពេលនោះអ្នកសារព័ត៌មានបានយកទៅសរសេរបាទថាខ្ញុំទៅធ្វើសាលាមត្តេយ្យសាលាបាល់ទាត់អាហ្នឹងកុំឲ្យច្រឡំគឺបណ្ដុះផ្នត់គំនិតបាទលេងបាល់ទាត់ចាប់ផ្ដើមចេញពីមត្តេយ្យសាលាឡើងទៅមិនមែនខ្ញុំទៅបង្កើតសាលាកីឡាបាល់ទាត់ពីបង្កើតមត្តេយ្យបាល់ទាត់ទេអាហ្នឹងសូមអ្នកសារព័ត៌មានជួយផ្សាយកែតម្រូវឡើងវិញបាទថ្ងៃនេះគឺក្មួយបានសួរពាក់ព័ន្ធជាមួយនឹងថាតើធ្វើម៉េចដើម្បីឲ្យបាល់ទាត់របស់យើងវាមានការរីកចម្រើនបាទទៅមុខព្រោះនៅពេលដែលយើងកំពុងតែរៀបចំផែនការធ្វើយុទ្ធសាស្ត្រអភិវឌ្ឍបាល់ទាត់អ្នកជិតខាងយើងមិត្តភ័ក្តិបាល់ទាត់របស់យើងក៏គេអភិវឌ្ឍដែរពិតដែរគឺការប្រកួតប្រជែងនេះគឺជាក្រិតក្រមដើម្បីអភិវឌ្ឍមិញនេះគឺក្មួយអ្នកសារព័ត៌មានក៏បានចូលរួមឲ្យស្ដាប់អ្នកឯកទេសពាក់ព័ន្ធនឹងការអភិវឌ្ឍបាល់ទាត់ដែលលោកបានធ្វើបទកថាក្មួយប្រហែលបានជ្រាបហើយគឺដើម្បីឲ្យបាល់ទាត់កម្ពុជាឈានទៅដល់គោលដៅមួយដែលគេហៅថាលេងទៅមានលទ្ធផលប្រហាក់ប្រហែលឬក៏អាចនឹងលើសបាទក្រុមបាល់ទាត់នៃជម្រើសជាតិខ្លះនៃប្រទេសជិតខាងរបស់យើងគឺប្រជាជន17លាននាក់ជាពិសេសបិតាមាតាគ្រប់គ្រងកូនឲ្យកូនលេងបាល់ទាត់ហើយចូលរួមទាំងប្រជាជនទាំងរាជរដ្ឋាភិបាលទាំងសង្គមស៊ីវិលគ្រប់មជ្ឈដ្ឋានទាំងអស់រួមទាំងអ្នកវិនិយោគផងទើបបាល់ទាត់កម្ពុជាហ្នឹងវាមានការរីកចម្រើនទៅបានអញ្ចឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគឺមានយុទ្ធសាស្ត្រហើយក៏ប៉ុន្តែទាមទារឲ្យមានការចូលរួមហើយខ្ញុំជឿជាក់ថាបើមានការចូលរួមគ្រាន់តែពេលវេលាទេទីចុងបញ្ចប់យើងនឹងទៅដល់គោលដៅដែលយើងចង់បានទាំងអស់គ្នាបាទសូមអរគុណ